ចាសួស្តីទាំងអស់គ្នាចាចេញវីដេអូខ្លីមួយឲ្យបងប្អូនទាំងអស់គ្នាចាខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាចាពេលនេះឲ្យឆែកមើលខ្លួនឯងឆែកមើលខួរក្បាលតែពេលហ្នឹងកំពុងគិតអីហើយឆែកមើលអារម្មណ៍ពេលហ្នឹងកំពុងមានអារម្មណ៍មិនអារម្មណ៍ខ្វះខាតអារម្មណ៍ស្មុគស្មាញខ្វល់ខ្វាយរីករាយឬនៅក្នុងអារម្មណ៍ឯកាចាអញ្ចឹងអារម្មណ៍មួយណាក៏ដោយឲ្យតែបងប្អូនដឹងថាវាមិនមែនជាអារម្មណ៍ដែលបងប្អូនគួរផ្ដោតអញ្ចឹងត្រឡប់មកផ្ដោតនៅលើអ្វីដែលបងប្អូនចង់ផ្ដោតវិញការតាមខ្លួនឯងទាន់ហ្នឹងវាសំខាន់ខ្លាំងមែនទែនបើយើងអត់ដឹងថាខ្លួនយើងកំពុងមានអារម្មណ៍អីយើងអត់កែប្រែជាមួយនឹងអារម្មណ៍ហ្នឹងបានទេតែបើយើងទាន់ខ្លួនឯងថាយើងកំពុងនៅក្នុងអារម្មណ៍មួយណាអារម្មណ៍ដែល down ចាអារម្មណ៍ធ្លាក់ចុះចានៅក្នុងអារម្មណ៍ខ្វះខាតអញ្ចឹងយើងដឹងថាយើងគួរទៅនៅក្នុងអារម្មណ៍មួយណាវិញយើងអាចបដូរខ្លួនឯងទៅនៅក្នុងអារម្មណ៍ណាដែលយើងគួរតែនៅចាមិនមែនអារម្មណ៍ដែលយើងអត់គួរនៅទេចាអញ្ចឹងឲ្យយើងតាមខ្លួនឯងប្រចាំថ្ងៃគឺទៅឆែកមើលខ្លួនឯងជានិច្ចចារឿយជានិច្ចចាតាមខ្លួនឯងអត់ទាន់ឲ្យឆែកមើលថាពេលហ្នឹងតែខ្លួនឯងនៅក្នុងអារម្មណ៍មួយណាចាថានៅក្នុងអារម្មណ៍ដែលយើងគួរនៅឬក៏នៅក្នុងអារម្មណ៍ដែលយើងអត់គួរនៅតោះតែយើងទាន់ខ្លួនឯងបែបហ្នឹងគឺយើងអាចកែប្រែបានអញ្ចឹងវាអត់ធ្វើឲ្យយើងកាន់តែយ៉ាប់អត់ធ្វើឲ្យយើងកាន់តែពិបាកអីអញ្ចឹងអ្នកទាំងអស់គ្នាយល់អត់ចាឥឡូវតាមដានខ្លួនឯងទាន់អត់នៅក្នុងអារម្មណ៍មួយណាឥឡូវហ្នឹងចាទាន់ទេទាន់ថាខ្លួនឯងកំពុងនៅអារម្មណ៍មួយណាអត់បើនៅក្នុងអារម្មណ៍ខ្វះខាតត្រូវបដូរទៅនៅក្នុងអារម្មណ៍ស្ដុកស្ដំវិញព្រោះអារម្មណ៍ខ្វះខាតវាធ្លាប់ទាញតែអ្វីដែលអ្នកទាំងអស់គ្នាកាន់តែខ្វះកាន់តែយ៉ាប់លើដើមដូចនេះអ្នកទាំងអស់គ្នាត្រូវតែផ្លាស់ប្ដូរអារម្មណ៍ខ្លួនឯងពេលដែលទាន់ខ្លួនឯងនៅក្នុងអារម្មណ៍ហ្នឹងដូចជាខ្ញុំកំពុងធ្វើវីដេអូអញ្ចឹងចាពេលដែលអ្នកឃើញទាំងអស់គ្នាឃើញវីដេអូហ្នឹងហើយសួរខ្លួនឯងឆែកមើលខ្លួនឯងតើអ្នកទាំងអស់គ្នានៅក្នុងអារម្មណ៍មួយណាបើដូចនៅក្នុងដែលខ្ញុំនិយាយថាអារម្មណ៍ខ្វះខាតអត់សុបាយចិត្តកំពុងតែខួរក្បាលវិលវល់អញ្ចឹងចាប់ផ្ដើមត្រឡប់មកអារម្មណ៍ដែលថ្មីវិញបើចង់ឲ្យរឿងណាកើតឡើងត្រូវផ្ដោតគិតរឿងដែលអ្នកទាំងអស់គ្នាចង់ឲ្យវាកើតយើងអាចបដូរបែបហ្នឹងពេលដែលយើងទាន់ខ្លួនឯងតែអាការដែលមិនទាន់ខ្លួនឯងអ្នកទាំងអស់គ្នាត្រូវទទួលខុសត្រូវនឹងជីវិតខ្លួនឯងចាបើអ្នកទាំងអស់គ្នាមិនព្រមជំនះនឹងការគិតរបស់ខ្លួនឯងអត់ព្រមយកឈ្នះការគិតខ្លួនឯងនៅពេលនេះទេចាអ្នកទាំងអស់គ្នាទៅមុខកាន់តែយ៉ាប់ជាងឥឡូវនឹងទៀតចាកាន់តែយ៉ាប់ជាងនឹងទៀតអញ្ចឹងកុំប្រើពាក្យថាខ្ញុំធ្វើមិនបានខ្ញុំធ្លាប់ធ្វើហើយខ្ញុំព្យាយាមឲ្យធ្វើមិនបានឈប់និយាយពាក្យទាំងអស់ហ្នឹងត្រូវតែប្រាប់ខ្លួនឯងរៀនប្រាប់ខ្លួនឯងរហូតតាំងពីមិនទាន់ធ្វើបានរហូតដល់ធ្វើបានបដិញ្ញាថាខ្ញុំធ្វើបានគេធ្វើបានខ្ញុំក៏ធ្វើបានដែរពេលដែលបដិញ្ញាបែបហ្នឹងទើបអ្នកទាំងអស់គ្នាមានកម្លាំងដើរទៅមុខហើយធ្វើមិនបោះបង់ពេលដែលអ្នកទាំងអស់គ្នាទាន់ខ្លួនឯងបែបហ្នឹងអ្នកទាំងអស់គ្នាត្រូវតែបដិញ្ញាចិត្តថាខ្លួនឯងធ្វើបានគេធ្វើបានរឿងអីខ្ញុំធ្វើមិនបានចាគ្មានអ្នកណាអស្ចារ្យជាងយើងទៀតទេនៃការសម្រេចចិត្តនេះគឺសំខាន់មែនទែនសម្រេចចិត្តថាខ្លួនឯងចង់ផ្លាស់ប្ដូរខ្លួនឯងចង់ផ្លាស់ប្ដូរជីវិតថ្មីឬចង់យ៉ាប់ជាងនឹងឬក៏ចង់នៅដដែលអត់អាចនៅដដែលទេចាមានតែចុះក្រោមហើយនឹងឡើងលើឯងមានតែពីរហ្នឹងឯងបើបងប្អូនអត់ព្រមផ្លាស់ប្ដូរចាអញ្ចឹងខ្ញុំចែកសម្ដីប៉ុណ្ណឹងចាជាការដាស់សតិអ្នកទាំងអស់គ្នាចាហើយខ្ញុំនៅតែដាស់រាល់ថ្ងៃចាឲ្យអ្នកទាំងអស់គ្នាភ្ញាក់រលឹកហើយមកកែប្រែចាមកកែប្រែខ្លួនឯងចាងូតសក់ថ្មីចាអញ្ចឹងចែកនៅប៉ុណ្ណឹងចាពីនាងខ្ញុំវិមានចាអរគុណច្រើន